ព្រឹកស្អែកកម្មករទាំងអស់ត្រូវប្រមូលផលផ្កាហើយប៉ុន្តែគ្មានអ្នកណាម្នាក់ដឹងទេថានឹងមានរឿងអ្វីកើតឡើងនៅយប់នេះគ្រប់គ្នាកំពុងតែសប្បាយចិត្តព្រោះនៅពេលដែលពួកគេប្រមូលផលផ្កាម្លិះនៅលើកនេះរួចគឺនិមិត្តនិងសុចិត្តាត្រូវរៀបការជាមួយគ្នាហើយបន្ទាប់ពីទំនាក់ទំនងជាមួយចាស់ៗរួចនិមិត្តនិងសុចិត្តាបានយល់ស្របចំពោះរឿងនេះដែរព្រោះពួកគេបានចាប់ផ្ដើមបង្កើតទំនាក់ទំនងជាមួយគ្នាជាយូរមកហើយចំណែកលោកប្រាថ្នានិងភរិយាក៏ពេញចិត្តនឹងសុចិត្តាផងដែរឪពុកម្ដាយរបស់សុចិត្តាក៏មិនជំទាស់អ្វីដែរហើយថែមទាំងត្រេកអរចំពោះកូនទៀតផងដំណឹងនេះបានលើទៅដល់លីនដានិងគ្រួសារដូចនេះហើយធ្វើឲ្យគ្រួសារមួយនោះកាន់តែមានកំហឹងលើសដើមទៅទៀតលីនដាក្តៅក្រហាយណាស់រួចនិយាយលោកប៉ាកូនឮថាបងនិមិត្តចិត្តរៀបការជាមួយកញ្ចេះគេម្នាក់នោះហើយលោកប៉ាជាមួយកូនវិញសុទ្ធតែមានមូលហេតុនេះមូលហេតុនោះប៉ុន្តែឥឡូវត្រូវដងត្រូវផ្លែជាមួយកញ្ចេះគេទៅវិញក្តៅណាស់ខ្ញុំឪពុកលីនដាតបមិនអីទេកូនបើវាចូលចិត្តរសជាតិអ្នកបំរើជាងកូនស្រីដែលមានតម្លៃជាងកៅភ្នែករបស់ប៉ានោះឲ្យវាយកចោះប៉ុន្តែមុនពេលពួកវារៀបការនោះប៉ាក៏មិនឲ្យគ្រួសារវាមានសេចក្តីសុខដែរប៉ានឹងធ្វើឲ្យពួកវាដឹងថាវាលែងខុសមនុស្សហើយបងប្រុសលីនដាសួរតើយើងគួរតែផ្ដល់មេរៀនឲ្យពួកវាយ៉ាងម៉េចទៅលោកប៉ាឪពុកលីនដាសើចចុងមាត់រួចបន្តនិយាយយប់នេះប៉ាគិតថាជាពេលវេលាស័ក្តិសមហើយសម្រាប់ពួកយើងព្រោះព្រឹកនេះពួកវានឹងចាប់ផ្ដើមប្រមូលផលផ្កាហើយបើវាគ្មានផ្កាឲ្យទៅអតិថិជនទេនោះពិតណាស់គេឈ្មោះពួកវានឹងត្រូវរលាយហើយពួកវាត្រូវសងថ្លៃខូចខាតពេលវេលាហើយថែមទាំងបាត់បង់នៅទំនុកចិត្តពីដៃគូសហការរបស់វាទៀតផងហើយអ្វីដែលសំខាន់ពួកវាត្រូវខូចខាតដើមផ្ការបស់ពួកវាតែម្ដងដូចនេះចាប់ពីពេលនេះទៅពួកវាលែងមានផ្កានិងលែងមានអ្នកជឿទុកចិត្តលើពួកវាទៀតហើយពួកវាត្រៀមតែខ្សែធនទៅព្រោះត្រូវចំណាយទុនច្រើនលើការរៀបចំសារជាថ្មីនិងសងសំណងឲ្យទៅអតិថិជនទៀតផងលីនដាសើចរួចនិយាយអញ្ចឹងលោកនេះលោកស្រីអ្នកជំងឺនោះមិនបាច់ឈឺច្រើនទៀតទេព្រោះគាត់អាចនឹងរន្ធត់ចិត្តរហូតដាច់ខ្យល់តែម្ដងទាំង3អ្នកសើចឡើងព្រមគ្នាហើយប៉ារបស់លីនដាបានបញ្ជាកូនចៅឲ្យរួចជាស្រេចថាយប់នេះនៅពាក់កណ្ដាលយប់ត្រូវប្រមូលគ្នាដើម្បីទៅដុតចំការលោកប្រាថ្នាចោលតែម្ដងហើយពួកគេបានកាត់ផ្ដាច់ប្រព័ន្ធទឹកដែលតភ្ជាប់ក្នុងការស្រោចផ្កាទាំងអស់នោះចោលដើម្បីការពារកុំឲ្យកម្មករក្នុងចំការបានប្រភពទៅក្នុងការពន្លត់ភ្លើងនៅយប់នេះទៀតផងដើម្បីកុំឲ្យមានការសង្ស័យគឺពួកគេបានបន្លំខ្លួនធ្វើជាកម្មករថ្មីដើម្បីត្រៀមបេះផ្កានៅព្រឹកនេះឆ្លៀតពេលគ្មានអ្នកចាប់អារម្មណ៍ពួកគេបានធ្វើសកម្មភាពហើយរួចរាល់ត្រៀមតែពាក់កណ្ដាលយប់គឺគេនឹងដុតយកតែម្ដងយប់នេះជាយប់ព្រះច័ន្ទពេញបរមីកម្មករទាំងអស់អ្នកខ្លះនៅតែញញើតដដែលព្រោះគ្រប់គ្នាសុទ្ធតែធ្លាប់បានឃើញនៅរឿងចម្លែកផ្សេងពីគ្នាអ្នកខ្លះនិយាយថាបានឃើញមនុស្សស្រីម្នាក់អង្គុយយល់តងលេងនៅក្បែរចំការនៅជិតមាត់ស្ទឹងនាពាក់កណ្ដាលយប់ក៏មានហើយអ្នកខ្លះថាឮសំឡេងល្វើយស្រដៀងទៅនឹងមនុស្សកំពុងតែជជែកគ្នាពីនេះពីនោះអឈប់ប៉ុន្តែពេលពួកកម្មករទាំងនោះដើរតាមសំឡេងនោះទៅឃើញថាគ្មាននរណាម្នាក់សោះហើយគ្រប់គ្នាមិនសូវបានចាញ់យាមចំការនៅពេលយប់ប៉ុន្មានទេជាពិសេសយប់ពេញបរមីនេះតែម្ដងគ្រួសាររបស់លោកប្រាថ្នារួមទាំងកម្មករទាំងអស់មិនបានដឹងទេថាយប់នេះពួកគេនឹងជួបរឿងដែលគួរឲ្យខ្លាចជាងខ្មោចលងទៅទៀតនោះគឺការដុតបំផ្លាញចំការរបស់បព្វពួកលីនដានិងឪពុករបស់នាងនៅផ្ទះរបស់លោកប្រាថ្នាឃើញថាគ្រប់គ្នាកំពុងពិសាអាហារយ៉ាងឆ្ងាញ់ពិសាហើយបន្ទាប់ពីពិសាអាហារពេលល្ងាចរួចសុជាតានិងលោកស្រីកល្យានរួមទាំងអ៊ំស្រីចាស់ដែលត្រូវជាអ្នកនៅបម្រើនិងមើលថែលោកប្រាថ្នា2ទៅ3នាក់ទៀតកំពុងតែរៀបចំខ្ចប់កាដូដែលជាអំណោយវត្ថុអនុស្សាវរីយ៍ត្រៀមទុកជូនភ្ញៀវនៅក្នុងថ្ងៃមង្គលការរបស់និមិត្តនិងសុជាតាផងដែរនោះកំពុងតែនិយាយចំអន់និមិត្តថាអ្នកប្រុសតូចដែលយើងឃើញរត់លេងនៅថ្ងៃមុនសោះថ្ងៃនេះមានប្រពន្ធបាត់ទៅហើយនិមិត្តសើចតិចរួចបន្តនិយាយមកពីខ្ញុំមិនទាន់បានជួបមនុស្សល្អប៉ុន្តែពេលនេះខ្ញុំជួបហើយអ៊ំយ៉ែម
លឺហើយនិយាយឡើងថាសំណាងយ៉ែមហើយដែលអ្នកប្រុសមិនយកអ្នកនាងលីនដាធ្វើជាចៅហ្វាយរបស់យ៉ែមកុំអីខ្ញុំប្រហែលជាគ្មានក្តីសុខដូចពេលនេះទេអ្នកស្រីកល្យានបន្ថែមមែនហើយបើកុំតែមានកូនសុជាតាម្លេះម៉ាក់មិនបានល្អប្រសើរដូចនេះទេម៉ាក់អរគុណកូនហើយដែលខំមើលថែម៉ាក់រយៈពេល3ឆ្នាំជាងនេះសុជាតាសូមកូនជួយថែរក្សានិងផ្ដល់ស្នាមញញឹមឲ្យគ្រួសារមួយនេះបាននៅដូចពេលនេះផងចុះដោយលើកគ្រប់គ្នាសរសើរបែបនេះសុជាតាហាក់ដូចជាអៀននិងមកឡើងក្រហមរួចនិយាយលោកអ៊ំក៏មានប្រសាសន៍បែបនេះអីក្មួយមិនបានជួយអ្វីទេក្មួយទៅវិញទេដែលត្រូវអរគុណលោកអ៊ំព្រោះលោកអ៊ំបានផ្ដល់ក្តីស្រឡាញ់ឲ្យក្មួយបែបនេះក្មួយកក់ក្ដៅណាស់អ្នកស្រីកល្យានបន្តចិត្តដល់ថ្ងៃការហើយនៅហៅអ៊ំស្អីទៀតហៅម៉ាក់ទៅកូនព្រោះយើងសុទ្ធតែគ្រួសារតែមួយទេតាលោកប្រាថ្នាដែលនៅចិត្តនោះលឺហើយក៏និយាយកាត់សុជាតាប៉ាប្រកល់និមិត្តឲ្យកូនហើយចាប់ពីពេលនេះទៅកូនត្រូវតែមើលថែគ្នាហើយរក្សាចំការរបស់យើងឲ្យល្អណាស់ប៉ាជឿថាកូនទាំងពីរអាចធ្វើបានគ្រប់គ្នាសើចឡើងរំពងពេញផ្ទះបន្ទាប់ពីខ្ចប់កាដូរួចហើយគ្រប់គ្នាក៏បំបែកគ្នាទៅសម្រាកប្រណិចនាឡិកាបង្ហាញថាម៉ោង 11:20 នាទីទៅហើយប៉ុន្តែនិមិត្តនិងសុជាតាមិនទាន់សម្រាកនៅឡើយព្រោះពួកគេនៅនិយាយពីនេះពីនោះឥតឈប់សុជាតាសួរទៅនិមិត្តបងនិមិត្តហេតុអ្វីទៅបងស្រឡាញ់ស្រីដែលមានតែសម្បកខ្លួនបែបនេះទៅវិញនិមិត្តតបតាំងពីដើមមកបងមិនដែលស្រឡាញ់អ្នកណាដោយសារទ្រព្យសម្បត្តិនោះទេហើយអូនគឺជាមនុស្សល្អស្រឡាញ់បងនិងគ្រួសារបងចេញពីចិត្តពិតមិនមែនព្រោះតែទ្រព្យសម្បត្តិបងនោះទេសុជាតាតបចុះតារាល់ថ្ងៃនេះបងបំភ្លេចអ្នកនាងលីនដាបានហើយឬនៅឬក៏បងគ្រាន់តែស្រឡាញ់អូនដើម្បីបំភ្លេចគេតើមែនដែរទេនិមិត្តតបបងគ្រាន់តែចាត់ទុកលីនដាដូចជាប្អូនស្រីប៉ុណ្ណោះបើបងស្រឡាញ់លីនដាមែនបងមិនពន្យាពេលរៀបការជាមួយនាងម្ដងហើយម្ដងទៀតបែបនេះនោះទេនេះអូនមិនជឿចិត្តរបស់បងទេមែនទេនិមិត្តបន្តបងទទួលស្គាល់ថាបងធ្លាប់សាកល្បងស្រឡាញ់លីនដាដែលប៉ុន្តែបេះដូងរបស់បងវាមិនព្រមទទួលយកសោះហើយដែលបងបន្តទំនាក់ទំនងជាមួយលីនដាព្រោះបងមិនចង់ឲ្យគ្រួសារបាក់មុខព្រោះចាស់បាននិយាយគ្នាហើយប៉ុន្តែពេលនេះវាគ្មានអ្វីគិតច្រើនទៀតនោះទេព្រោះអ្វីវាបានកន្លងផុតទៅហើយអ្វីដែលបងសង្ឃឹមនោះគឺពេលនេះបងចង់ដឹងពីចិត្តអូនថាតើអូនអាចជឿជាក់លើរូបបងដែរឬទេសុជាតាតបអូនជឿជាក់លើរូបបងហើយក៏សង្ឃឹមថាបងនឹងថែរក្សាក្តីស្រឡាញ់មួយនេះឲ្យស្ថិតស្ថេរជានិរន្តរ៍ផងទៅចោះសម្លឹងមើលមុខគ្នារួចញញឹមសុជាតាក្រឡេកមើលនាឡិកាដែលព្យួរនៅលើជញ្ជាំងឃើញថាម៉ោង 12:30 នាទីទៅហើយសុជាតាលាន់មាត់យីនិយាយតែមួយផ្លែតសោះម៉ោង 12 ទៅហើយបងនិមិត្តបានប្រាប់សុជាតាថាអូនល្មមចូលគេងហើយសុជាតាតបចាបងក៏អញ្ចឹងដែរព្រោះព្រឹកនេះយើងត្រូវប្រញាប់ទៅចំការដើម្បីប្រមូលផលផ្កាផងខ្លាចមិនទាន់ណាបងនិមិត្តទាំងពីរនាក់ហាក់មិនអស់អាឡ័យពីគ្នាហើយមិនចង់បែកពីគ្នាសោះរួចនិមិត្តបានចាប់ដៃរបស់សុជាតាទាញនាងយកមកអោបហើយថើបថ្ងាសរបស់នាងរួចនិយាយសុបិនល្អប្រពន្ធសម្លាញ់ភ្លាមនោះនិមិត្តស្រែកយ៉ៃព្រោះត្រូវនាងក្រមុំមួលពេញមួយទំហឹងរួចនិយាយឡើងថាប្រពន្ធអីយើងមិនទាន់រៀបការនៅឡើយទេហេតុអ្វីទៅថើបកូនក្រមុំគេបែបនេះឬមួយបងជាព្រាននារីមែនទេនិមិត្តសើចរួចនិយាយពធនៅសល់តែពីអាទិត្យទៀតយើងរៀបការហើយហេតុអីបងហៅមិនបានចាំមើលតែដល់ថ្ងៃហ្នឹងចាប់ថើបឲ្យអស់ចិត្តម្ដងនាងមិននិយាយអ្វីបានត្រឹមតែសម្លក់មុខអនាគតប្តីយ៉ាងពេញទំហឹងរួចក៏ដើរទៅបន្ទប់របស់នាងមិនទាន់ឈានជើងចេញផងទាំងពីរអ្នកស្រឡាំងកាំងជាខ្លាំងគឺពួកគេភ្ញាក់ផ្អើលនឹងហេតុការណ៍ដែលពួកគេបានឃើញនៅចំពោះមុខគឺភ្លើងកំពុងតែឆាបឆេះក្នុងចំការផ្កាយ៉ាងសន្ធោសន្ធៅហើយឮសំឡេងកម្មករស្រែកប្រហឹងអើងកងដោយភាពភ័យខ្លាចសំឡេងនេះបានធ្វើឲ្យឮដល់លោកប្រាថ្នាលោកស្រីកល្យាននិងអ្នកបម្រើផ្សេងទៀតនៅក្នុងផ្ទះងើបមកមើលហេតុការណ៍នេះដោយការតក់ស្លុតភ្លាមនោះស្រាប់តែមានកម្មករម្នាក់រត់មកយ៉ាងត្រហេបត្រហប់ហើយនិយាយថាលោកម្ចាស់
ចំការផ្ការបស់យើងមានអ្នកលួចដុតហើយទានម្ចាស់និមិត្តស្រែកឡើងលោកអ៊ំឆាប់ទៅបើកទឹកដើម្បីឲ្យពន្លត់ភ្លើងនោះជាបន្ទាន់បើមិនដូច្នោះទេការយើងច្បាស់ជាងាប់អស់ជាមិនខានឡើយគ្មានប្រយោជន៍ទេអ្នកប្រុសព្រោះអ្នកដែលលួចដុតនោះគឺវាបានកាត់ផ្ដាច់ឧបករណ៍ផ្គត់ផ្គង់ទឹករបស់យើងអស់ទៅហើយអ្នកប្រុសលោកស្រីកល្យាណស្លុតស្មារតីទន់ជង្គង់ចង់ដួលតែលោកប្រាថ្នាបានទៅភរិយាហើយនិយាយប៉ានៅមើលម៉ាក់នៅទីនេះសុជាតិតានិងនិមិត្តកូនប្រញាប់ទៅចំការយើងភ្លាមទៅកូននៅចំការវិញសុជាតិតានិមិត្តរួមទាំងកម្មករនាំគ្នារត់ចុះសម្ដៅទៅចំការផ្កាម្លិះជាបន្ទាន់ទៅដល់ចំការផ្កាប៉ុន្តែវាមិនតាន់ឆេះទាំងអស់នៅឡើយពួកកម្មករកំពុងតែជញ្ជូនទឹកស្ទឹងដើម្បីពន្លត់ភ្លើងប៉ុន្តែដោយហេតុទឹកស្ទឹងនៅឆ្ងាយពីចំការគួសមទើបធ្វើឲ្យកម្មករពិបាកម្យ៉ាងទៀតទឹកដែលកម្មករជញ្ជូនមកនោះគឺមានបរិមាណតិចតួចពុំអាចទល់ជាមួយនឹងអណ្ដាតភ្លើងដែលកំពុងតែឆាបឆេះនេះបានឡើយដោយអស់សង្ឃឹមគ្រប់គ្នាបានត្រឹមតែឈរមើលអណ្ដាតភ្លើងដែលកំពុងតែលេបប្របាក់ចំការទាំងអស់សង្ឃឹមប៉ុន្តែរឿងដែលនឹកស្មានមិនដល់ក៏បានកើតឡើងនៅក្រោមពន្លឺព្រះច័ន្ទពេញបរមីពិតណាស់វាភ្លឺចិញ្ចាចហើយមានផ្កាយរះដេដាស់នៅពេញមេឃប៉ុន្តែនៅសុកស្រាប់តែមេឃបែរជាលែងមានពន្លឺព្រះច័ន្ទនិងផ្កាយទៀតហើយជំនួសមកវិញនៅពពកខ្មៅខ្មួលខ្មាញ់លាយឡំជាមួយខ្យល់ផ្គររន្ទះនិងដំណក់ទឹកភ្លៀងយ៉ាងខ្លាំងមិនដល់10នាទីផងអណ្ដាតភ្លើងបានរលត់អស់ហើយមេឃនៅតែបន្តភ្លៀងនិងខ្យល់បក់បោកយ៉ាងខ្លាំងរហូតចាក់ភ្នែកពុំធ្លុះសោះសុជាតិតាបានក្រឡេកឃើញមនុស្សស្រីម្នាក់នៅឈរឆ្ងាយពីនាងសម្លឹងមើលមុខនាងរួចញញឹមតែមិននិយាយអ្វីទាំងអស់ហើយក៏ដើរចេញទៅយ៉ាងស្ងៀមស្ងាត់សុជាតិតាខំដើរយ៉ាងលឿនដើម្បីទៅរកមនុស្សស្រីម្នាក់នោះប៉ុន្តែដោយមេឃភ្លៀងខ្លាំងពេកហើយយប់ងងឹតទៀតនោះទើបធ្វើឲ្យនាងរកមនុស្សស្រីម្នាក់នោះពុំឃើញសោះសំឡេងកម្មករនាំគ្នាសើចឡើងដោយក្តីរំភើបរួចបន្តនិយាយមនុស្សល្អទេវតាតាមថែរក្សាមែននិមិត្តនិយាយកាត់ខ្ញុំអរគុណពុកម៉ែបងប្អូនហើយសម្រាប់យប់នេះហើយខ្ញុំសូមឲ្យពុកម៉ែបងប្អូនប្រមូលផលផ្កាម្លិះនៅព្រឹកនេះឲ្យទាន់ពេលវេលាផងចោះត្បិតឯការបស់យើងមិនដឹងថាវាខូចខាតប៉ុណ្ណានោះទេបើថ្ងៃស្អែកយើងមិនមានផ្កាសម្រាប់បេះជញ្ជូនឲ្យអតិថិជនទេនោះចំការរបស់យើងនឹងត្រូវខូចកេរ្តិ៍ឈ្មោះអស់ហើយម្យ៉ាងទៀតយើងនឹងប្រឈមនៅការជាប់បំណុលរាប់លានទៀតផងគ្រប់គ្នាមានទឹកមុខស្រពោនហើយអ្នកខ្លះទៀតយំរហេមរហាមទៀតផងសុជាតាខំនិយាយបន្លប់ទាំងខ្លួននាងតែភ្នែកកំពុងតែហូរចុះមកបន្តមិនអីទេលោកអ៊ំលោកពូអ្នកមីងពេលនេះមេឃកំពុងតែភ្លៀងខ្លាំងដូច្នេះយើងមិនអាចដឹងទេថាតើយើងអាចនៅសល់ការប៉ុន្មានដើម្បីបេះនោះទេហើយគ្រាន់តែមេឃភ្លៀងប៉ុណ្ណឹងយើងក៏មានសង្ឃឹមហើយព្រោះដើមផ្ការបស់យើងនៅរស់ទោះបីជាស្អែកយើងគ្មានផ្កាបេះដើម្បីលក់ចាញ់តែយើងនឹងធ្វើវាឲ្យល្អបំផុតយប់នេះលោកប្រាថ្នាអ្នកស្រីកល្យាណនិមិត្តសុជាតានិងកម្មករទាំងអស់គ្មានអ្នកណាម្នាក់បានសម្រាកឡើយព្រោះគ្រប់គ្នានៅរងចាំបន់ឲ្យតែមេឃភ្លឺនិងនាំគ្នាចេញទៅមើលចំការណាមួយមេឃចេះតែបន្តភ្លៀងឥតឈប់បន្ទាប់ពីមេឃឈប់ភ្លៀងឃើញថាម៉ោង 7:06 ទៅហើយបើយើងមើលទៅនាឡិកាដែលមាននៅក្នុងរោងដាក់ការទាំងចៅហ្វាយនិងកូនចៅនាំគ្នាម្នីចេញទៅមើលផ្កាភ្លៀងអ្វីដែលពួកគេនឹកស្មានមិនដល់នោះគឺមានរឿងចម្លែកកើតឡើងគឺផ្កានៅក្នុងចំការឆេះអស់តែមួយចំនួនតូចប៉ុណ្ណោះបើគិតពីបរិមាណគឺមិនស្មើនឹង 1% នៃចំការផងគ្រប់គ្នាភ្ញាក់ផ្អើលហើយទឹកមុខម្នាក់ញញឹមបិទមាត់មិនចិត្តនោះទេសុជាតាសប្បាយចិត្តពេកលោតទៅអោបនិមិត្តដោយមិនដឹងខ្លួននិមិត្តសើចហើយថែមទាំងនិយាយថាលើកនេះបងមិនបានខ្សែលើអូនទេណាសុជាតាភ្ញាក់ព្រឺតហើយថែមទាំងអៀននិយាយអ្វីមិនចេញរួចក៏ដេញនិមិត្តនៅញញឹមដល់ណាទៀតប្រញាប់យកកន្ត្រកមកទៅបេះផ្កាទៅប្រយ័ត្នយកទៅឲ្យគេមិនទាន់តាមការកំណត់ទៅនិមិត្តតបបាទលោកជំទាវកម្មករនៅក្នុងចំការនាំគ្នាហូរឡើងបញ្ជាក់ថាសប្បាយចិត្តហើយលាយឡំនឹងការចំអន់លេងឲ្យទៅនិមិត្តផងដែរពេលដែលកូនចៅរបស់ឪពុកលីនដាបានរាយការណ៍ថាចំការលោកប្រាថ្នាមិនបានឆេះអស់តាមអ្វីដែលលោកបានរៀបចំទេនោះធ្វើឲ្យពួកគេមានកំហឹងលើសដើមហើយចាប់ផ្ដើមរៀបចំផែនការថ្មីគឺលើកនេះពួកគេចង់សម្លាប់លោកស្រីកល្យាណនិងសុជាតាចោលតែម្ដងព្រោះទាំងពីរនាក់នេះហើយគឺជាមេបញ្ហារាំងស្ទះដល់ផែនការយកទ្រព្យសម្បត្តិរបស់ពួកគេលីនដានិយាយលោកប៉ាបើយើ
យើងធ្វើរឿងនេះមិនបានជោគជ័យតើយើងត្រូវធ្វើយ៉ាងម៉េចទៅតើពួកយើងអាចជាប់គុកមែនទេលោកប៉ារបស់ Linda តបហេតុអ្វីទៅកូនគិតថាប៉ាធ្វើរឿងនេះមិនបានសម្រេចលើកនេះពួកវារួចខ្លួនព្រោះតែចៃដន្យមានមេឃភ្លៀងប៉ុណ្ណោះតែម្ដងនេះប៉ានិងបងប្រុសរបស់ឯងជឿជាក់ថាវានឹងដូចកាលពី13ឆ្នាំមុននោះអីគ្រប់គ្នាសើចឡើងហើយបងប្រុស Linda និយាយតើធ្វើម៉េចទៅអាចចាប់យាយកញ្ចាស់ឈឺមិនចេះជានោះបានទៅលោកប៉ារបស់គេសើចរួចនិយាយកាលពីលើកមុនយើងចាប់កូនវាបាននៅពេលដែលវាកំពុងតែមានកម្មវិធីខួបកំណើតមនុស្សរញ៉េរញ៉ៃហើយពួកវាមិនបានការពារខ្លួនទើបយើងអាចធ្វើរឿងនេះបានហើយលើកនេះវិញឱកាសក៏កំពុងតែនៅខាងយើងដែរព្រោះពីអតីតពួកវារៀបចំកម្មវិធីទៀតហើយកូនភ្លេចហើយមែនទេពេលនោះយើងនឹងរៀបតាមល្បិចចាស់របស់យើងចាប់យកពួកវាទៅព្យួរកទាំងពីរនាក់តែម្ដងទៅពួកគេរួមទាំងបពពួកហូរឡើងបញ្ជាក់ពីជ័យជំនះរបស់ពួកគេហើយត្រៀមខ្លួនដើម្បីធ្វើនៅរឿងដែលសាហាវបំផុតដូចជាពេលដែលពួកគេធ្លាប់ធ្វើពីមុនទៅលើនិមលផងដែរចម្ងល់100សំណួរកំពុងតែចាក់ដោតនៅក្នុងខួរក្បាលថាតើចំការនោះមានអាចកំបាំងអ្វីសំខាន់ម្ល៉េះទៅគ្រួសារមួយនេះសុកចិត្តលះបង់សពគ្រប់បែបយ៉ាងសូម្បីតែធ្វើខុសច្បាប់ក៏ហ៊ានតើចំការនោះមានលក្ខនៅអាចកំបាំងអ្វីសំខាន់មែនទេចម្លើយនៃសំណួរនេះនឹងត្រូវលាតត្រដាងនៅក្នុងពេលឆាប់ៗខាងមុខនេះ